ខ្ញុំឲ្យបានតែ50ពេកតែយកបានយកបានអត់ឥឡូវខ្ញុំយកឲ្យ50ផងមិនគ្រប់កូនចៅខ្ញុំទេព្រោះកូនចៅខ្ញុំច្រើនណាស់ដល់ថ្ងៃហ្នឹងមកក្លុកកម្មវិធីដល់ថ្ងៃហ្នឹងក៏ដោយចៃស្គាល់ខ្ញុំណាគេខ្ញុំ influencer មួយណាអត់ដែរស្គាល់ហ៎ influencer ទេគេខ្ញុំតាក់តងគាត់មកស្រាប់គាត់មកដល់កម្មវិធីខ្ញុំហើយគាត់ឡាំប៉ាទាថ្លៃថែម100ហ្មងតាក់តងខ្ញុំថែមចេះចេញពីពេញ5នាទីដល់ពេលខ្ញុំជាមួយមិត្តភក្តិខ្ញុំជិះម៉ូតូនេះបងនេះម៉ូតូខ្ញុំមកជិះហើយកូនទានឹងជិះម្ដងខេត្តកណ្ដាលខាងគាត់នឹងសុំ100ឥឡូវខ្ញុំជូនតែ50ពេកគាត់និយាយថាទៅឆ្ងាយណាស់នេះលើផ្លូវជាលេខ1ដដែលតែខ្ញុំប្រាប់ទៅផ្លូវជាលេខ1ហើយគ្រាន់អ្នកលឿងមានតន់ផុតព្រៃវែងណាឯកម្មវិធីរបស់យើងអូនសម្រាប់យកគ្រុឌហ្នឹងឯងដោយសារអីមានរង្វាន់យើងយកស្រាគ្រុឌមកទទួលភ្ញៀវក្នុងកម្មវិធីមានឱកាសឈ្នះរង្វាន់99លានរៀលហើយមានឱកាសឈ្នះទៅលេងជប៉ុនលេងសហភាពអឺរ៉ុបទៀតណាអូបើសិនឧទាហរណ៍យើងបានឈ្នះទៅយើងបានទៅក្រេបទៅឃុំក្នុងហ្នឹងទៅស៊ីឃុំនៅហ្នឹងទៅហើយយកច្រើនណាតារាល្បីៗមកចូលរួមកម្មវិធីរបស់យើងច្រៀងអីចឹងណាឥឡូវនេះយើងមាននេះមានរបស់ទទួលភ្ញៀវតែអីគេហៅថាក្រុមតន្ត្រីមែនហ្នឹងអូនពងគិតដែរនេះសំអាងការអូនយកហើយសំអាងការស្រីអាបនេះស្រីអាបសំអាងការហ្នឹងហើយស្រីអាបសំអាងការឥឡូវតន្ត្រីអូនល្បីតន្ត្រីខាងណាវិញអាស៊ីតតន្ត្រីដែរអូននៅពេញតន្ត្រីឈ្មោះអាក្រក់មែនម្ចាស់ម្ចាស់ក្រុមតន្ត្រីនឹងឡើងអាស៊ីតអញ្ចឹងហ្នឹងឡើងអាស៊ីតអត់ស្រកទេម្ដងអានេះសាឆាតតាក់តងគាត់មើលចង់ដឹងថាគីឡូគាត់តនេចំថ្ងៃកម្មវិធីយើងអត់អូយនិយាយថាពីតន្ត្រីអាស៊ីតតន្ត្រីយើងខ្ញុំតាំងពីបើកមកមានការគ្រប់គ្រងខ្លាំងមែនទែនឥឡូវទៅតាមខេត្តទៀតនេះអូយអស់ទាស់បដ ாய் នេះអូយណាចិត្តទេមកហ្នឹងហៅឡូបងម្ចាស់តន្ត្រីអាស៊ីតហ្នឹងមែនបងខ្ញុំមកឯងចាម្ចាស់អាហ្វែហ្នឹងហ្មងចាអាស៊ីតតន្ត្រី entertainment ចាហ្នឹងហើយខ្ញុំតាក់តងទៅចង់ឲ្យបងមកប្រគំក្នុងថ្ងៃការខ្ញុំអញ្ចឹងណាបងអូអញ្ចឹងហ៎បងតែទីតាំងនៅណាដែរបងទីតាំងមិនមែនបងអូយនៅផ្លូវជាលេខ1ហ្នឹងចុះតែពីពេញមក5នាទីដល់ហើយបងអូហួរពេញបន្តិចហ៎ចាឥឡូវគិតតម្លៃពេញហ្មងបងចាអញ្ចឹងចាំយើងតំណែងគ្នាទៀតបងណោះចាចាំសុំ Telegram មួយមកបងណាចាអរគុណបងអូឥឡូវយើងប្រាប់ទីតាំងគាត់ហើយអញ្ចឹងចាំឲ្យយើងតំណែងឲ្យ location តាម Telegram ទៅបងឯងជិះទៅផ្លែតហួសសំពេញមកបន្តិច5នាទីសោះយូរតំណែង location ឡើងមួយថ្ងៃយីអូហ្នឹងហើយមែនអូហ្នឹងហើយអូចាមកពេលអូនចាថាណែថា5នាទីចុះពីពេញបងជិះចាំ1ម៉ោងជាងអត់មានទាន់ដល់ផងអូនខ្ញុំជិះតែ5នាទីហ្នឹងនឹងជិះឡានហើយជិះម៉ូតូនេះអូតែស្រួលទេណាខ្ញុំជិះម៉ូតូតែ5នាទីដែរខ្ញុំជិះម្បងថ្មមែនចានៅផ្ទះខ្ញុំចូលតាមវាស្រែនេះប្រហែលជា4គីឡូទៀតដល់ហើយចូលក្នុងហ្នឹងទៀតចាអូយអងក៏ម៉េះឥឡូវចាអញនិយាយជាមួយខ្ញុំនិយាយជាមួយអ្នកឯងហ្នឹងគឺតើសេវាកម្មនៅក្នុងពេញទេណាលើតិចតួចខ្ញុំអត់គិតទេប៉ុន្តែនេះខ្ញុំជិះមកចូល1ម៉ោងហ្នឹងណាអញជិះ5នេះកូនទានេះចាសាចូល40លីត្រទេណាហើយណាឡានគេហួសតបាត់ហើយហ្នឹងហ៎អញតបាត់តេរ៉ូផងតេរ៉ូឡានតែមិនថានេះតេស៊ូឡានទៅអីមើលចាអញមកចូលមកចឹងឥឡូវថែមលុយឆាយមកព្រោះអីថែមមកចាចូល1ម៉ោងជាងណាចារំដល់ឲ្យរត់ឃើញទៅកលុកលាក់អត់ទេថែមលុយស្អីនិយាយតម្លៃប៉ុណ្ណេះថែមលុយឆាយ100មកអត់ទេអត់ថែមទេឥឡូវណែអត់មិនស្រួលណាក្រុមការងារបងហ្នឹងមិនខ្ញុំឲ្យបានតែ50ពេកតែយកបានយកបានអត់ឥឡូវខ្ញុំយកឲ្យ50ផងមិនគ្រប់កូនចៅខ្ញុំទេព្រោះកូនចៅខ្ញុំច្រើនណាស់ដល់ថ្ងៃហ្នឹងមកកលុកកម្មវិធីដល់ថ្ងៃហ្នឹងក៏ដោយឥឡូវខ្ញុំមកដឹងហើយខ្ញុំចៃស្គាល់ខ្ញុំណាគេខ្ញុំ influencer មួយណាអត់ដែរស្គាល់ហ៎ influencer ទេគេនេះឥឡូវអង់គ្លេសបាច់ទេអញក៏ចាអង់គ្លេសដែរខ្ញុំតែហៅព័ត៌មានខ្ញុំវិញមកចាឯងចាំល្បីហៅមកអានេះខ្លាចឯងអាស៊ីតតន្ត្រីនេះសតខាច់ភ្លើងឯងអាណាមិនល្បីសំខាន់មកតដល់ហ្នឹងឥឡូវមីខ្មុំជំរាបសួរប្រិយមិត្តទូទាំងទេសនិកជនទាំងអស់គ្នាខ្ញុំសាវឌីមកពីអង្គភាពសារព័ត៌មានខ្មុំញញឹមដែលហៅកាត់ថា Be Smile Hot News គណៈពេលនេះមានករណីចំនួនរវាងម្ចាស់អកកដងនិងកូនក្រមុំក្នុងថ្ងៃមង្គលការចង់ដឹងថាបែបណាតាមដានវីដេអូនេះទាំងអស់គ្នាជំរាបសួរអូនចាជំរាបសួរបងអូនមានរឿងការហេតុអីបានតែឲ្យព័ត៌មានអូនខ្ញុំតាក់តងក្រុមមន្ត្រីមកលេងជាមួយក្នុងថ្ងៃមង្គលការរបស់ខ្ញុំអញ្ចឹងណាបងដល់ពេលអញ្ចឹងនឹងធ្វើខ្លួនមង្គលការចាឲ្យចូលរោងអូនធ្វើអញ្ចឹងធ្វើបងសម័យនឹងម៉ាក់ប៉ាបងជំនាន់មុនការនេះបាត់បុកអញ្ចឹងនេះ2K 26ហ៎បងហ្នឹងចាអូយបាច់តទៅហៅចាហើយបន្តមកទៀតខ្ញុំតាក់តងគាត់ឲ្យយកខាងក្រុមតន្ត្រីអាស៊ីតនេះពីពេញមកអីគេអាស៊ីតតន្ត្រីចាដាក់ឈ្មោះចម្លែកមែនម្ចាស់អកករងហ្នឹងគាត់ឡើងអាស៊ីតចាពេលហើយខ្ញុំតាក់តងគាត់មកស្រាប់គាត់មកដល់កម្មវិធីខ្ញុំហើយគាត់ឡាំប៉ាទាថ្លៃថែម100ហ្មងពេលនិយាយហ្នឹងតម្លៃក្នុងពេញក៏ខែព្រោះនេះចូលដល់
ខែទៅ អត់ នេះ តែបងនិយាយគ្នាស្រាច់អស់ហើយអត់មានថាទាលុយថែមឲ្យត្រឹមដល់ហ្នឹងឃើញទាលុយថែមហ្មងអញ្ចឹង ហ្នឹងហើយឥឡូវគាត់ទាថែមប៉ុន្មាន គាត់ទាថែម100ដល់ពេលទៅខ្ញុំឲ្យគាត់តែ50ពីឯងអញ្ចឹងណាបង អូហើយឥឡូវមិនប្រកែកឥឡូវអូនឯងអត់ពេញចិត្ត អត់ពេញចិត្តទេបងចុះព័ត៌មានឲ្យគាត់ល្បីមកព្រោះតន្ត្រីរបស់គាត់ល្បីល្បាញ់ វិញល្បញហើយអូនចិត្តដល់ថ្ងៃកម្មអូនកំភីស្អែក គេហ្នឹងបងតែចូលហងធ្វើចូលហងគឺសារគ្រប់គ្នានេះ គេមានតើយំនេះ អត់ទេ ចឹងឥឡូវបងចង់ដឹងព័ត៌មានបងសួរខាងគាត់ទៀតកំតែហ្នឹងមិនបែបមិនបានកលិចកលិចមកចឹង បងមកកន្លែងកន្លុចសាំទាលុយថែមបងស្រីពីដើមឡើងហេតុការណ៍ហ្នឹងណាបងតាក់តងខ្ញុំថាចេះចេញពីពេញ5នាទីដល់ពេលខ្ញុំជាមួយមិត្តភក្តិខ្ញុំជិះម៉ូតូនេះបងនេះម៉ូតូខ្ញុំមកជិះ ហើយកូនទានឹងជិះម្ដងខេត្តកណ្ដាល ថាមិន ហើយចុះឡានអកកណ្ដង តមុនបាត់ទេបងតមុនបាត់ អូ ទេ សង្ស័យហួសតបាត់ទេនេះអត់មានតែរកគាត់ទេ ដល់ពេលហើយប្រាប់ខ្ញុំថាចេញពីពេញ5នាទីខ្ញុំជិះមកបងឲ្យ1ម៉ោងជាងបងអត់ទាន់ដល់ទេរហូតដល់ខ្ញុំទេសួរគាត់ថាបងតម្លាក់ location មក ហើយតម្លៃហ្នឹងគិតតម្លៃពេញក៏តម្លៃខេត្ត ដំបូងគិតតម្លៃពេញ ប្រាប់ថាម៉េចគាត់ថាម៉េចបានគិតតម្លៃពេញ ខ្ញុំគិតថាបើសិនជាឆ្ងាយពីពេញតែ5នាទីអីទេខ្ញុំគិតតម្លៃពេញតែបើឆ្ងាយពី យក ដើម ភ្ញៀវព្រោះខ្ញុំយល់ម្ចាស់តន្ត្រីគឺចេះគេថ្នមចិត្តភ្ញៀវហើយ គេថ្នមចិត្តណាស់ដល់ពេលឲ្យខ្ញុំយកយល់អញ្ចឹងក៏អូខេជាមួយគ្នាហើយដល់ពេលចាស់ស្ដាយដល់ពេលដល់ថ្ងៃកម្មវិធីហ្នឹងមកគឺឆ្ងាយបាទយល់អត់ អូ ឆ្ងាយដល់ពេលឲ្យខ្ញុំក៏សុំថែមលុយថាចេះបងបើសិនជាឆ្ងាយខ្ញុំសុំថែមលុយ100មកព្រោះក្រុមការងារគាត់មកជុំគ្នាច្រើនណាស់ចាផ្លៃសាំងផ្លៃមិនគិតមើលសាំងឡើងថ្លៃទៀតណា ចាតាំងឡើងថ្លៃ តែព្រមឡាំប៉ាបងឯងមើលអត់មាននិយាយជាមួយខ្ញុំស្រួលបួលសត្វហៅព័ត៌មានបងឯងមើលខុសគ្នា100សោះ មើលបងស្រីមកនេះមើលអូន ចាបងចា ឥឡូវនេះមិញបងលឺបងស្ដាប់ព័ត៌មានបងស្ដាប់រឿងហេតុទាំងពីរអ្នកហើយ ចាបង អញ្ចឹងខាងគាត់នឹងសុំ100ឥឡូវអូនឯងឲ្យបានគាត់50មែន សុំ100មិននិយាយតម្លៃគ្នាហើយតាបងឥឡូវខ្ញុំជូនតែ50ទេគាត់និយាយថាទៅឆ្ងាយណាស់នេះលើផ្លូវជាលេខ1ដដែលតែខ្ញុំប្រាប់តែផ្លូវជាលេខ1ហើយគ្រាន់អ្នកលឿងមានតន់ផុតព្រៃវែងណា គាត់ស្មានតែត្រឹម5នាទីពីពេញឥឡូវក៏1ម៉ោងជាងហើយឥឡូវសម្រួលគ្នាទៅ ពេញពីពេញមក5នាទីហ្នឹងពីពេញមកដល់ហ្នឹងគឺត្រឹមតែអីគេហៅវាស្បើវាឧទាហរណ៍អញ្ចឹងណា ឥឡូវបងសម្រួលហ្មងឥឡូវបងហើយចុះឥឡូវនេះអូនឯងមិញហៅបងមកសភា គាត់ទេ100យកឲ្យ50មិនទៀត ឲ្យខ្ញុំឲ្យបង100ចុះបើឲ្យ100តែគាត់ទៅមិនបញ្ចប់រឿងហ្នឹង មិញឲ្យលុយមួយថ្ងៃ100 ឲ្យ100ថកសម្ភារហ្នឹងណា មីនីសុកចិត្តចំណាយលុយព័ត៌មានអញអាប់មកតែមិនអញអាប់មកតែ យកឥឡូវឲ្យគាត់ទៅមិនចាប់រឿងហើយចាំបាច់ទេឲ្យបងទៅ ខ្ញុំចង់កាមេរ៉ាខាងនោះឈ្នះបងស្រីខ្ញុំសូមអនុញ្ញាតបន្តិចបងណា ដឹងឲ្យចាត់ការ ឲ្យ